ខ្ញុំសូមបញ្យល់បង្ហាញបងប្អូនយើងទាំងអស់គ្នាបន្តិចទាក់ទងទៅនឹងរបរដែលមានចំណូលសកម្មនិងរបរដែលមានចំណូលអកម្មដែលភាសាបច្ចេកទេសគេនិយាយថា active income និង passive income បងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់របរដែលមានចំណូលសកម្មបាទអញ្ចឹងឧទាហរណ៍ដូចជាគ្រូបង្រៀនបាទតើគាត់ទៅបង្រៀនគាត់ទៅធ្វើការបាទមន្ត្រីរាជការបុគ្គលិកក្រុមហ៊ុនស្ថាប័ននេះគឺតើបងប្អូនទៅធ្វើការបញ្ចេញពលកម្មបញ្ចេញស្មារតីបញ្ចេញការគិតទៅបងប្អូនយើងទទួលបាននៅប្រាក់ចំណូលបាទអ្នករត់តាក់ស៊ីណាបងប្អូនឧទាហរណ៍បែបហ្នឹងបាទបងប្អូនយើងដែលធ្វើស្រែចម្ការនេះគឺជាចំណូលសកម្មហើយមានន័យថាតលតែបងប្អូនទាំងអស់គ្នារវល់ជាមួយវាធ្វើការជាមួយវាជាប្រចាំទៅបងប្អូនទទួលបាននៅប្រាក់ចំណូលបាទដោយឡែករបរដែលមានចំណូលអកម្មដែលខ្ញុំតាមចំណាំតែនិយាយថាបង្កើតរបរចំណូលអកម្មមួយទៅទុកសម្រាប់ខ្លួនឯងនៅពេលដែលចាស់ទៅអីចឹងណាអញ្ចឹងឧទាហរណ៍ដូចជាជួលផ្ទះជួលអគារបាទរបរអ្នកវិនិយោគទៅលើភាគហ៊ុននេះហ្នឹងគឺយើងអត់ចាំបាច់ទៅរវល់ទេយើងមានតែលុយយើងទិញភាគហ៊ុនទៅហើយយើងចាំយកប្រាក់ចំណេញឡើងចុះជាក់ស្ដែងហ្នឹងទៅបាទហើយមួយទៀតគឺរបបផ្ទះជាកម្មយើងនឹងឯងណាបងប្អូនដែលយើងអត់ចាំបាច់ទៅរវល់ហត់ជាមួយវារៀងរាល់ថ្ងៃទេបាទព្រោះជាទូទៅផ្ទះមួយគឺបងប្អូនហត់បើសិនជាផ្ទះបងប្អូនមានចំណូលច្រើនមានសម្បុកច្រើនក្នុងមួយខែបងប្អូនទៅហត់3ដងឬក៏4ដងទេបាទសម្រាប់បងប្អូនចូលទៅប្រមូលលុយរបស់បងប្អូនយកមកណាបាទគឺមិនចូលទៅធ្វើអីចូលទៅប្រមូលលុយយកមកបាទនឹងហើយដែលជាចំណូលអកម្មបាទបាននេះយើងអត់រវល់មួយវាទេយើងមានឱកាសយើងមានពេលវេលាច្រើនសម្រាប់បងប្អូនយើងទៅរកស៊ីប្រកបរបរផ្សេងបានអញ្ចឹងខ្ញុំតែងតែនិយាយថាបាទខណៈពេលនេះបងប្អូនមានរបរមួយស្រាប់នៅក្នុងដៃហើយគឺបងប្អូនយើងអាចពិចារណាបង្កើតរបរផ្ទះជាកម្មមួយទៀតទៅព្រោះរបរផ្ទះជាកម្មវាជារបរដែលមានចំណូលអកម្មដែលមានពេលគ្រប់គ្រាន់សម្រាប់បងប្អូនយើងប្រកបរបររកស៊ីចិញ្ចឹមជីវិតជាមួយនឹងរបរផ្សេងបានថែមទៀតយ៉ាងងាយស្រួលបាទជួបគ្នានៅវីដេអូក្រោយទៀតបាទ